ចេញមកឃើញបវលបាន360ដឺក្រេចឹងទៅច្រឡំថាទិញគេអីបងវីដេអូនេះអ្នកដែលកំពុងធ្វើការធ្នើឬក៏កូនទូសម្រាប់ដាក់តាំងគ្រឿង make up អីជាដើមហ្នឹងគឺត្រូវឲ្យមកថ្ងៃនេះខ្ញុំនឹងបង្ហាញពីការធ្វើទូដាក់សម្ភារៈឬក៏គ្រឿង make up ហ្នឹងដោយខ្លួនឯងហ្មងសំខាន់ពណ៌គេឡើងផ្កាឈូកបែប girly ហ្មងភាគច្រើនបងដែលគាត់តែងតែតាមដានវីដេអូរបស់ខ្ញុំគាត់ដឹងស្រាប់ហើយថាជាទូទៅរបស់ដែលខ្ញុំធ្វើគឺខ្ញុំធ្វើចេញមកពីกระดาษឡាំងអញ្ចឹងកូនទូដាក់សម្ភារៈនេះក៏ខ្ញុំធ្វើពីกระดาษឡាំងដែរអញ្ចឹងយើងកាត់กระดาษឡាំងរាងមូលអញ្ចឹងឲ្យបាន2មកហើយមានមួយយើងចោះប្រឡងកដាលមួយទៀតយើងអត់ចោះទេបងហើយយើងបិទវាភ្ជាប់គ្នាមកហើយពងមូលនៅចំកដាលនេះខ្ញុំអត់តន់ប្រាប់បងទេទុកឲ្យមើលឲ្យឆ្ងល់សិនទៅរាល់ដងឲ្យទៅត្រូវលាបថ្នាំពណ៌នៅលើกระดาษឡាំងអីគឺខ្ញុំប្រើស្កុតกระดาษយកមកបិទពីលើនឹងហើយបានលាបថ្នាំពណ៌មែនអត់បងប៉ុន្តែថ្ងៃនេះខ្ញុំប្រើអាប្រភេទกระดาษសម្រាប់បិទអញ្ចឹងម្ដងដោយសារតែกระดาษហ្នឹងក៏យើងអាចលាបថ្នាំពណ៌នៅលើនឹងបានដែរហើយណាមួយទៀតយើងធ្វើធំអញ្ចឹងបើយើងប្រើស្កុតกระดาษវាចោះមានន័យថាយើងត្រូវប្រើអស់ច្រើនហើយវាឃើញអាស្នាមស្កុតនឹងទៀតប៉ុន្តែបើយើងប្រើអាกระดาษបិទអញ្ចឹងហ្នឹងគឺយើងត្រូវប្រើពណ៌សលាតហ្នឹងដោយសារតែថ្នាំពណ៌មិនថាពណ៌អីទេតំណប់វាគឺត្រូវតែជាពណ៌សហ្នឹងហើយបានពេលដែលយើងលាបថ្នាំពណ៌មកវាឃើញសាច់ពណ៌នឹងស្អាតយើងបិទទាំងសងខាងអញ្ចឹងមកហើយប្រឡោះកដានេះក៏យើងត្រូវជាចាញ់ដែរឥឡូវយើងបិទអញ្ចឹងហើយយើងចូលម្ដងការលាបថ្នាំពណ៌ម្ដងចំពោះថ្នាំពណ៌បងចង់លាបពណ៌អីក៏បានដែរតែគ្រាន់តែខ្ញុំធ្វើជាប្រភេទទូដាក់គ្រឿងសម្អាងទេខ្ញុំចង់ប្រើពណ៌ផ្កាឈូកឲ្យមើលទៅឃើញយ៉ាងស្រស់ស្រាយអញ្ចឹងណាបើចំពោះវងជុំវិញនេះវិញគឺខ្ញុំប្រើឈើក្រែមកបងហើយបើទំហំវាហ្មងគឺ15គុណនឹង 1.8 សង់ទីម៉ែត្រប៉ុន្តែខ្ញុំកាត់យកតែចុងសងខាងនេះទេគឺយកត្រឹមតែ 4.5 សង់ទីម៉ែត្រនឹងឯងដោយសារតែឈើក្រែវាមានច្រើនຂະຫນាតច្រើនទំហំអញ្ចឹងខ្ញុំប្រាប់ຂະຫນាតនេះទៅកាន់បងឲ្យស្រួលចំណាំឬក៏យើងចង់ប្រើអាតូចចឹងហ្នឹងក៏បានដែរអត់អីទេហើយយើងបិទវាជុំវិញចឹងមកហើយឈើគឺយើងបិទឲ្យចំហទេកាលណាតែវាចំហអាឈើមួយហ្នឹងវាអត់ជាប់គ្នាអញ្ចឹងក៏វាអត់សូវមាំដែរបន្ទាប់ពីបិទឈើហើយចូលមកដល់កន្លែងដែលខ្ញុំទុកឲ្យបងឆ្ងល់មុនហ្នឹងហើយអាហ្នឹងគឺយើងធ្វើកន្លែងដែលយើងសម្រាប់អាចពវល់ទូនឹងបាននឹងឯងហើយនេះគឺជាកំហបធុងថ្នាំពណ៌អញ្ចឹងខ្ញុំបិទតែប៉ុណ្្នឹងសិនទេទុកឲ្យបងឆ្ងល់ទៀតទៅហើយយើងធ្វើអាថាសវានឹងឲ្យបាន2មកបងប៉ុន្តែបញ្ជាក់បន្តិចអាថាសដែលមានបិទកំហបថ្នាំពណ៌ហ្នឹងគឺមានតែមួយឯណាហើយអានេះគឺក្រងកដាលនៃទូរបស់យើងនឹងឯងប៉ុន្តែខ្ញុំអត់បានធ្វើលម្អិតជូនបងទេដោយសារតែវាស្រួលធ្វើដែរហើយបើຂະຫນាតអីហ្នឹងក៏ខ្ញុំបានដាក់បង្ហាញជូនបងដែរហើយធ្វើដូចខ្ញុំនេះស្រួលមែនតើយើងគ្រាន់តែសោកវាចូលគ្នាមកអញ្ចឹងមកគឺជាប់បារីហើយមាំទៀតបន្ទាប់មកយើងយកអាក្រងកដាលមិញហ្នឹងយកមកដាក់ពីលើអាថាសដែលមានកំហបថ្នាំពណ៌នេះបងចំណែកអាថាសមួយទៀតដែលអត់មានបិទកំហបថ្នាំពណ៌ហ្នឹងអាហ្នឹងគឺយើងទុកដាក់ពីលើទេអញ្ចឹងហើយបានយើងអត់ត្រូវបិទទេថ្លើងក្រងហើយមកធ្វើធ្នើដាក់មកប្រឡោះនេះវិញហើយប្រវែងគឺ11សង់ទីម៉ែត្រប៉ុន្តែយើងកាត់ចេញជារាង90ដឺក្រេអញ្ចឹងមកបងហើយចំពោះឈើក្រែមដែលយកមកបិទធ្នើនេះគឺខ្ញុំប្រើតែ4សង់ទីម៉ែត្រទេដោយសារតែកុំឲ្យវាវែងពេកទៅវាបាំងហើយការបិទគឺយើងបិទដូចតែអាថាសពីមុនហ្នឹងទេតែគ្រាន់តែធ្នើនេះគឺខ្ញុំប្រើกระดาษឡាំងតែមួយជាន់ទេហើយមើលរាងគេពេលដែលបិទហើយដូចចំណិតនំពេលដែលចិត្តអញ្ចឹងបិទធ្នើនេះបងកំបិតវាស្មើគ្នាហ្មងយើងបិទមកប្រឡោះខ្ពស់មកប្រឡោះទៀតទៅព្រោះថាបិទអញ្ចឹងបានវាចេញរាងស្អាតណាមួយទៀតយើងបិទអញ្ចឹងយើងស្រួលរើសប្រភេទអីវ៉ាន់ដាក់ផងអីវ៉ាន់ណាតូចអញ្ចឹងទៅយើងដាក់នៅអាប្រឡោះទៀតនេះទៅអាណាខ្ពស់យើងដាក់នៅអាប្រឡោះខ្ពស់ហ្នឹងទៅឥឡូវយើងត្រូវធ្វើថាសខាងក្រោមនេះមួយទៀតបងហើយថាសខាងក្រោមនេះគឺមានបិទអាកំហបធុងថ្នាំពណ៌ហ្នឹងមួយដែរប៉ុន្តែការបិទកំហបធុងថ្នាំពណ៌នេះបងមើលឲ្យច្បាស់ហើយយ៉ាត់បិទខុសព្រោះថាអាក្រោយនេះគឺយើងបិទអាផ្នែកកលុកហ្នឹងចេញក្រៅដល់ពេលអាមុននោះគឺយើងបិទអាផ្នែករៀបស្មើនឹងមកក្រៅវិញអញ្ចឹងគិតឲ្យច្បាស់សិនមុននឹងគូថាខាងក្រោមនេះគឺយើងអត់បិទឈើក្រែមដូចមុនទៀតទេបងយើងបិទតែกระดาษនឹងឯងព្រោះដើម្បីការពារកុំឲ្យពេលដែលយើងពវល់ទូនឹងទៅវាខុសកន្លងធ្លាក់ចេញមកក្រៅហើយនេះគឺចំណុចពិសេសដែលធ្វើឲ្យទូយើងនឹងអាចពវល់បានគឺយើងប្រើគ្រាប់កម្មអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺខ្ញុំបានស្រែកចម្ងល់បងហើយអស់ហើយណាគឺអញ្ចឹងឯងហើយចុងក្រោយយើងគ្រាន់តែដេកទូយើងតិចតួចចឹងមកនិយាយទៅដាក់អីក៏បានដែរតាមជាក់ស្ដែងដែលបងមានឬក៏ស្រឡាញ់អីយើងដាក់នឹងទៅហើយថងនេះយើងចង់រុំជាខ្សែបូនៅតាមជុំវិញនឹងហ្មងក៏បានដែរណានិយាយទៅតែប៉ុណ្្នឹងគឺហើយពណ៌ផ្កាឈូកជាមួយនឹងពណ៌ធម្មជាតិរបស់ឈើក្រែមមិនដែរបងសំគ្នាថាធ្វើទូសម្រាប់ដាក់គ្រឿង make up ទេប៉ុន្តែរបស់ដែលយកមកបង្ហាញឲ្យបងមើលនេះមានតាំងពីតុក្កតាសលៃពេតអីជាដើមនិយាយទៅខ្ញុំដាក់នេះដោយសារតែចង់បញ្ជាក់ថាយើងដាក់អីក៏បានដែរណាអញ្ចឹងកុំភ្លេចរ៉េតឲ្យខ្ញុំម្នាក់មួយផងថាបានបន្ទុកដែរហើយកុំភ្លេចសាកធ្វើទាំងអស់គ្នាហើយក៏អរគុណដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ